អូខេសួស្តីបងប្អូនអរគ្នាអញ្ចឹងសូមស្វាគមន៍មកកាន់ការវិភាគហាងជ័យមាសខែ7ថ្ងៃទី24ឆ្នាំ2026បាទវេលាម៉ោងគឺម៉ោង9ព្រឹកបាទអញ្ចឹងយើងឃើញថាមាសនៅក្នុងមួយសប្តាហ៍គឺចាប់ពីសប្តាហ៍ហ្នឹងគឺឃើញមានការឡើងតាំងពីថ្ងៃទីប៉ុន្មានបងប្អូនបាទថ្ងៃទី16 10ថ្ងៃទី20ហើយនិងថ្ងៃទី21និងថ្ងៃទី22ប៉ុន្តែម្សិលមិញបាទបងប្អូនបាទគឺម្សិលមិញនឹងគឺមាសបានចុះខ្លាំងមែនទែនបាទគឺរហូតដល់126លេខបាទរហូតដល់ពេលនេះនៅព្រឹកនេះគឺខ្ញុំគិតថាវានៅបន្តចុះទៀតបាទអញ្ចឹងយើងមកមើលមូលហេតុថាហេតុអ្វីបានវាដល់កន្លែងហ្នឹងហើយហេតុអ្វីបានវាចុះមកវិញបើសិនជាបងប្អូនក៏លេខទៅមើល trend line របស់ daily បាទ time frame របស់ daily បាទអញ្ចឹងយើងឃើញថាតំបន់ហ្នឹងគឺនៅជាតំបន់មួយបាទ01គឺតម្លៃ4000 200ឬ4100ជា160ហ្នឹងគឺជា0នៃអឺ supply របស់ daily បាទគេហៅ supply របស់ daily នៅម្ដុំនេះបាទអញ្ចឹងគឺ supply របស់ daily គឺនៅ4000និយាយថាត្រឹម4200បាទ4200វា$4200នៅក្នុង1អោនបាទហើយអឺតម្លៃ supply នៅក្នុង zone 4200និង4070និយាយត្រឹមនេះ$70បាទ970ហ្នឹងបាទអញ្ចឹងបងប្អូនអាច zoom មើលឲ្យច្បាស់ទៅបាទអញ្ចឹងយើងឃើញថាតម្លៃវាធ្លាប់ធ្លាក់មកនៅតំបន់មួយនេះបាទអញ្ចឹងតំបន់មួយនេះគឺវាធ្លាប់ធ្លាក់មកកាលពីថ្ងៃទី6ខែជូឡាយបាទអញ្ចឹងមានន័យថាម៉េចមាសវានៅក្នុង supply បាទក្នុង supply ក្រម supply របស់ daily អញ្ចឹងគឺមាសឡើងតាំងពីថ្ងៃទី30ជូនហ្នឹងហើយធ្លាក់មកដល់ថ្ងៃទី17ធ្លាក់មកដល់តម្លៃម៉ាត់តម្លៃ3959អញ្ចឹងវាភូបែកទៅវិញអត់ដល់200ហើយក៏វាធ្លាក់មកដល់តម្លៃម៉ាត់4000ម្សិលមិញគឺ4040បាទអញ្ចឹងយើងមកមើលថាតើឱកាសមាសនឹងទៅណាទៀតបាទឱកាសមាសនឹងទៅណាទៀតអញ្ចឹងមកតាម technical daily ខ្ញុំឃើញថាមាសនៅតែបន្តចុះទៀតបាទព្រោះសារអីយើងឃើញមាន strong bullish strong bearish បាទយើងឃើញ strong bullish បាទអញ្ចឹងឃើញមាន strong គឺមានន័យថាគឺមានការ strong នៃការធ្លាក់ចុះបាទនេះលំហូរធ្លាក់ចុះបាទអញ្ចឹងមកយើងប្រើ trend line ក្នុងការវិភាគយើងឃើញថាវាកំពុងតែមានការធ្លាក់ចុះបាទហើយតម្លៃដែលវានឹងធ្លាក់ទៅបន្តទៀតយើងអាចមកមើលកន្លែង low នឹងបានបាទបងប្អូនបាទអញ្ចឹងកន្លែង low នឹងយើងឃើញថាតម្លៃដែលវានឹងធ្លាក់មកបែបនេះបាទអញ្ចឹងតម្លៃទី1យើងឃើញថានៅតម្លៃ3000ឥឡូវខ្ញុំយក TP ខ្លីៗចាស់បាទខ្ញុំយក TP ខ្លីៗមុននឹងដល់TP វែងៗអញ្ចឹងតម្លៃដែលវាធ្លាក់មកគឺដែលគោលដៅវានឹងថ្ងៃហ្នឹងវាអាចទៅដល់ពី4000និយាយថា3390និង4000 $4000ក្នុងមួយអនចុះដោយសារបងប្អូនបាទដោយសារអីកន្លែងនេះគឺជាកន្លែង demand បាទកន្លែង demand អញ្ចឹងជាទូទៅនៅពេលដែលវាអត់ break ទៅលើ supply វានឹងរក demand របស់វាអញ្ចឹងនេះគឺជាអតីត demand បាទនេះគឺជា demand ដែលវាធ្លាប់មក retest ម្ដុំនេះបាទអញ្ចឹងនេះគឺជា demand បងប្អូនឃើញស្រាប់ហើយគឺមានការចាក់ខ្លាំងមែនទែននៅតំបន់មួយនេះបាទអញ្ចឹងតម្លៃដែលវាបន្ទាប់មកគឺវានឹងមករកតម្លៃមួយនឹងតែបើសិនជា break out បាទបើសិនជា break out បងប្អូនអាចទៅមើលពី low បន្ទាប់តម្លៃមួយនឹងអញ្ចឹងយើងឃើញថាតម្លៃ low ដែលវាបន្ទាប់មួយនឹងគឺយើងឃើញនៅតម្លៃម៉ាត់តម្លៃចន្លោះតម្លៃ4880ឬ4000900បាទនៅចន្លោះមួយនឹងអញ្ចឹងបើសិនជាក្នុងករណីថាវា break out វានៅចន្លោះ3880ឬ4900បាទនៅចន្លោះមួយនឹងដែលវានឹងមករកនៅក្នុងរយៈពេលវែងបាទតែសម្រាប់ការ trade របស់យើងមិនមែន focus ទៅលើ daily ទេប៉ុន្តែការ daily នេះយើងមើលពីលំហូរបាទអញ្ចឹងការមើលពី daily គឺយើងមើល daily បាទមានន័យថាយើងមើល daily ដើម្បីដឹងថាលំហូរវាទៅណាសិនបាទបន្តមកទៀតបងប្អូនថយមក4ម៉ោងបាទអញ្ចឹងយើងឃើញ4ម៉ោងយើងឃើញមាន reaction នៃមួយបងប្អូនបាទអញ្ចឹងក្នុង4ម៉ោងវាបង្កើតជា order block កន្លែងនេះមួយបាទកន្លែងនេះមួយបាទអញ្ចឹង order block អញ្ចឹងបងប្អូននេះកន្លែងនេះគឺជា order block នៃ time frame 4ម៉ោងអញ្ចឹងដល់ពេលដែលវាកើត order block កន្លែងហ្នឹងគឺសារវាចាប់ដើមដោនមកពីបកគោលមួយហ្នឹងអញ្ចឹងពីបកគោលហ្នឹងគឺ strong មែនទេណាអញ្ចឹងសួរថាក្នុងថ្ងៃហ្នឹងបងប្អូនចង់លក់នៅតម្លៃណាបាទអញ្ចឹងខ្ញុំមានឲ្យតម្លៃយើងមើលបាទយើងមើលយើងចង់រកកន្លែងលក់អញ្ចឹងយើងចង់រកតម្លៃលក់យើងប្រើ Fibonacci retracement បាទអញ្ចឹងដល់ពេលដែលបងប្អូនចង់រកតម្លៃលក់បងប្អូនអាចថយមក1ម៉ោងទៅបាទអញ្ចឹងយើងមើល time frame 1ម៉ោងអញ្ចឹងយើងដឹងថាទិសដៅវាដល់នេះមែនទេបាទយើងដឹងថាទិសដៅវាដល់នេះហើយព្រោះសារអីយើងអាចប្រើទិសហេតុវិញយើងដឹងដល់នេះយើងអាចប្រើតាក់ទងនឹងFibo expansion បាទរកតម្លៃវាអញ្
ចឹង Payable Expansion យើងឃើញថាតម្លៃវាបានផុតនៅលើ161%ហើយអញ្ចឹងវាមកបានប៉ះមកដល់ប្រហែល261បាទ261អញ្ចឹង261ហ្នឹងគឺវានៅតម្លៃនេះវានៅតម្លៃ4033បាទតែវាអត់ទាន់មានការ break out ទេប៉ុន្តែបើសិនជាតម្លៃវានៅទៅបន្តទៀតគឺតម្លៃវានឹងរងចាំ pullback បាទអញ្ចឹងនៅក្នុងតម្លៃមួយនេះគឺយើងរងចាំយើងរងចាំនៅម្ដុំនេះបើសិនជាបាទបើសិនជាអត់ break 60ទេបាទអញ្ចឹងគឺយើងអាចធ្វើការ sell ម្ដងទៀតបានបាទអញ្ចឹងកន្លែងនេះគឺយើងរងចាំសិនទៅបាទអញ្ចឹងដើម្បីឲ្យយើងដឹងថាតម្លៃណាដែលយើងគួរ sell យើងធ្វើឲ្យបងបាទគឺបងប្អូនធ្វើការអូស retracement មកបាទអូសពី high មកបាទនេះហើយយើងឃើញថាម្សិលមិញបានកន្លែងនឹងមួយហើយយើងអូសពីការធ្លាក់ចុះនៃម្សិលមិញនេះហើយមកដល់តម្លៃវាណាអញ្ចឹងយើងឃើញថាតម្លៃដែលយើងគួរ sell បាទតម្លៃដែលយើងរងចាំ sell គឺរងចាំឲ្យផ្សារវាតប៉ះម្ដុំនេះសិនមកបាទអញ្ចឹងម្ដុំនេះគឺយើងធ្វើការ sell បាទប៉ុន្តែតើចាំថាម្ដុំ55ឬ60នេះគឺតើចាំថាមានការ confirm ហ្មងបាទមានការ confirm គេថាមានដូជីមាន shooting star ផ្សេងទៅបាទមានការ confirm បានយើងធ្វើការ sell បាទអញ្ចឹងនៅក្នុងព្រឹកនេះយើងមើលឃើញ sell សិនបាទព្រោះស្អីយើងឃើញថាតំបន់វានៅតែនៅអីគេនៅតំបន់មួយដែលវានៅក្នុងលំហូរ down trend ទេអញ្ចឹងគឺតំបន់មួយនេះយើងអាច sell បាន55 60បាទអញ្ចឹង55 60ដែលយើងអាច sell បានតែបើសិនជាវាឡើងទៅអត់មានការទៅដល់ទៅឬ break out នៅតំបន់មួយនឹងទេបងប្អូនអាចធ្វើការពិចារណា sell នៅក្នុង45ឬ50នឹងបានបាទអញ្ចឹងគឺតំបន់នឹងយើង sell អញ្ចឹង SL យើងដាក់នៅ65ឬ70នឹងទៅបាទអញ្ចឹងអានេះគឺសម្រាប់ technical បាទចុះយើងមកមើលតាក់ទងនឹង fundamental បាទអញ្ចឹងម្សិលមិញគឺយើងកលេចទៅមើលគឺទីផ្សារអាស៊ីមានការធ្លាក់ចុះបាទខណៈប្រេងឡើងរហូតដល់$100ក្នុង1បារ៉ែលបាទអញ្ចឹងមានន័យថាគឺកាលណាតាប្រេងឡើងថ្លៃគឺបង្កើនក្តីបារម្ភអំពីអធិបរមាបាទរបស់អីក៏ដោយដូចដុល្លារឡើងខ្លាំងពេកគឺបង្កើនក្តីបារម្ភនៃអ្នកវិនិយោគទៅលើអធិបរមានឹងឯងបាទអញ្ចឹងទីផ្សារហ៊ុនអាស៊ីបានធ្លាក់ចុះថ្ងៃសុក្របាទបន្ទាប់តម្លៃប្រេងឆៅកើនឡើង$100ក្នុង1បារ៉ែលដោយសារស្ថានភាពការជម្លោះនៃប្រជុំពិភាក្សាបាទកាន់តែតានការកើនឡើងនៃតម្លៃប្រេងធ្វើឲ្យអ្នកវិនិយោគព្រួយបារម្ភបាទអធិបរមាអាចនឹងកើនឡើងនិងអាចជំរុញដល់ធនាគារកណ្ដាលបន្តទៅឡើងអត្រាកម្រិតបាទនេះគឺជាមូលហេតុដែលផ្សារមានសុទ្ធនិយមមួយគឺវានឹងធ្លាក់ចុះបាទគឺវានឹងធ្លាក់ចុះគឺអាច60ទៅ70%បាទឥឡូវនេះណាបាទអញ្ចឹងយើងមកមើលចំណុចសំខាន់ប្រេងរក្សានៅតម្លៃ$100ក្នុង1.85 1បារ៉ែលបន្ទាប់ពីការកើនឡើងបានប្រហែលជា7% ក្នុងមួយថ្ងៃនិងជិត40% ក្នុងខែនេះបាទអញ្ចឹងចំណុចទី2គឺជាការវាយប្រហាររបស់ Houthis បាទបងប្អូនដឹងស្រាប់ហើយ Houthis នឹងទៅលើនាវាដឹកប្រេងអារ៉ាប៊ីសាអូឌីតបាទ Houthis នឹងគឺជាក្រុមមួយដែល support ទៅលើអ៊ីរ៉ង់បាទក្នុងសមុទ្រក្រហមនឹងការបិទច្រកហោមុសការរំខានដល់ដឹកប្រេងសំខាន់ៗរបស់ពិភពលោកដែរសហរដ្ឋអាមេរិកបាទបានបន្តវាយទៅលើអ៊ីរ៉ង់ខណៈដែលអ៊ីរ៉ង់បានបាញ់មីស៊ីលទៅកាន់ប្រទេសជិតខាងជាមូលដ្ឋានទ័ពរបស់យោធាអាមេរិកមានលេបាណង់សាឌីនេះអារ៉ាប៊ីសាឌីតបាទអញ្ចឹងគឺទៅឲ្យវារៀលដាលវាចូលជាសង្គ្រាមរៀលដាលហើយបាទបងប្អូនបាទហើយទីផ្សាររំពឹងថា Fed មានឱកាសប្រហែល33%ក្នុងការតឡាត្រាប្រាក់ដោយការពីវាឡើងទីផ្សារគេរំពឹងថាត្រឹមតែ6%ទេបាទមុនដំបូង70%ចុះមក60ចុះមក1%ឥឡូវវាមានសង្គ្រាមចេះទៀតគឺទីផ្សាររំពឹងថា33%បាទនឹងក្នុងការតឡាត្រាការប្រាក់សប្តាហ៍ក្រោយអញ្ចឹងសប្តាហ៍ក្រោយអាចតងថ្ងៃទី30បាទក្នុងខែហ្នឹងគឺមានតេតតនការប្រជុំ Fed អញ្ចឹងបងប្អូនតាមដានអស់គ្នាបាទអញ្ចឹងយើងមើលទីផ្សារផ្សេងគឺអត់ទៅតេតតនឹងមាសទេឥឡូវយើងមកមើលផលប៉ះពាល់មាសបាទអញ្ចឹងផលប៉ះពាល់ទៅលើមាសគឺតម្លៃមាសមានការធ្លាក់ចុះនៅជិត$4043ក្នុង1អុនម្សិលមិញបន្ទាប់ពីការធ្លាក់ចុះ 2% កាលពីយប់មិញមូលហេតុសំខាន់គឺការកើនឡើងនៃដុល្លារការកើនឡើងនៃបនយេនហើយទីផ្សាររំពឹងថា Fed អាចនឹងបន្តដំឡើងអត្រាកម្រិតបាទអានឹងឯងដែលជាជំរុញឲ្យទីផ្សារមាសធ្លាក់ចុះដោយបងប្អូនដឹងស្រាប់ខ្ញុំតែនិយាយបើសិនជាដុល្លារឡើងបនយេលឬក៏បានបំណុលឡើងហើយទីផ្សារនឹងមានការរំពឹងថាដុល្លារអត្រាកម្រិតអញ្ចឹងគេដឡើងដើម្បីតបទៅលើអធិបរមាបាទអញ្ចឹងគេដឡើងវានឹងមានការផលប៉ះពាល់មាសហើយអញ្ចឹងព័ត៌មានចុងក្រោយគឺតាក់ទងនឹងFed មានការតម្លើងពន្ធថ្មីទៀតហើយបាទគឺសហរដ្ឋអាមេរិកបាទលើរដ្ឋបាលដូណាល់ត្រាំនឹងដាក់ពន្ធ 10% ទៅ
12% លើតំណែងដៃគូពាណិជ្ជកម្មរបស់សិបប្រទេសបាទដោយអង្គថាប្រទេសទាំងនោះអនុវត្តច្បាប់ប្រឆាំងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំមិនតឹងរឹងវិធានការនេះគឺអាចបង្កើនសម្ពាធអធិបតេយ្យបន្ថែមទៀតបាទអញ្ចឹងសរុបមកវិញបាទប្រេងឡើងខ្លាំងហានិភ័យអធិបតេយ្យកើនឡើង Fed អាចរក្សាគោលនយោបាយតឹងរឹងឬដំឡើងអត្រាការប្រាក់ដុល្លារនិងបនយេនកើនសម្ពាធអវិជ្ជមាននិងមាសក្នុងរយៈពេលខ្លីប៉ុន្តែចំនួនភូមិសាស្ត្រប្រជុំមកពីនៅតែអាចជួយគ្រប់គ្រងបានបើសិនបើស្ថានភាពកាន់តែអាក្រក់បាទដល់ថ្ងៃនេះទីផ្សារមាសអាចនឹងមានការប្រែប្រួលខ្លាំងដូច្នេះអ្នកជួញដូរគួរតែគ្រប់គ្រងហានិភ័យឲ្យបានល្អបាទមាន SR ត្រឹមត្រូវនិងតាមដានព័ត៌មាន Fed Middle Earth ប្រជុំមកពីនឹងចលនាតម្លៃប្រេងជាបន្តបន្ទាប់បាទអញ្ចឹងនេះគឺជាព័ត៌មានក្នុងនោះដែលវានឹងប៉ះពាល់ទៅលើតម្លៃមាសបាទអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើការលក់រយៈពេលខ្លីបាទអញ្ចឹងយើងអាចដាក់ TP នៅ40ដាក់ TP នៅ35នឹងមកបាទតាមដាក់រយៈពេលខ្លីណាបងបាទខ្ញុំ35ហើយឥឡូវចេះតើបងប្អូនអាចប្រើរយៈពេលខ្លីបានគឺបងប្អូនអាចនេះដែលគិតថាវានឹងចុះរយៈពេលខ្លីបាទយើងមានតម្លៃនេះរយៈពេលខ្លីចន្លោះមួយនេះតើទៅ0មួយនឹងហ្មង018 025ដែលវាជាតម្លៃដែលជាអីគេបងប្អូនបាទជា demand ចាស់របស់វាបាទអញ្ចឹងវានឹងឡើងនៅប៉ុណ្ណឹងបាទអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងឯងបាទព្រឹកហ្នឹងគឺយើង follow sale សិនហ្នឹងបងប្អូនបាទមិនទាន់បាយព្រោះសារមាសអត់ទាន់មាន scenario ណាដែលអាចបាយបានទេបាទអញ្ចឹងយើងពងថាមាសនឹងបន្តចុះទៀតបាទអញ្ចឹងសូមអរគុណសូមជម្រាបលាបាទ